តែអ្នកដឹងទេថាកាលពី70ឆ្នាំមុនអាមេរិកនិងអ៊ីរ៉ង់ធ្លាប់ជាសម្ព័ន្ធមិត្តនឹងគ្នាប៉ុន្តែសប្តាហ៍ថ្ងៃនេះពួកគេគឺជាសត្រូវនឹងគ្នាដែលស្អប់គ្នាខ្លាំងជាងគេមួយនៅលើโลกថ្មីនេះនៅថ្ងៃទី28ខែកុម្ភៈឆ្នាំ2026អាមេរិកនិងអ៊ីស្រាអែលបានវាយប្រហារទៅលើអ៊ីរ៉ង់ដែលបណ្ដាលឲ្យមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់លោកអាយ៉ាតូឡាអាលីខាមេនីត្រូវបានសម្លាប់សំណួរសួរថាតើមានអ្វីកើតឡើងហេតុអ្វីបានជួយប្រទេសទាំងពីរក្លាយជាសត្រូវនឹងគ្នាខ្លាំងម្ល៉េះថ្ងៃនេះខ្ញុំនឹងនាំអ្នកទៅស្វែងយល់ពីឫសគល់នៃចំនួនដែលមានអាយុកាលជាង70ឆ្នាំរវាងអាមេរិកនិងអ៊ីរ៉ង់រឿងរ៉ាវទាំងអស់ចាប់ផ្ដើមនៅឆ្នាំ1953នៅពេលនោះអ៊ីរ៉ង់មាននាយករដ្ឋមន្ត្រីប្រជាធិបតេយ្យមួយរូបឈ្មោះលោកម៉ូហាម៉េតម៉ូសាដេកលោកបានសម្រេចចិត្តធ្វើជាទូពីនាយកកម្មឧស្សាហកម្មប្រេងរបស់អ៊ីរ៉ង់ដែលពីមុនត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនអង់គ្លេសរឿងនេះមិនគប់ចិត្តអង់គ្លេសនិងអាមេរិកទេពួកគេខ្លាចបាត់បង់ឥទ្ធិពលនិងផលប្រយោជន៍ប្រេងលទ្ធផលគឺ CIA និងអង់គ្លេសបានរៀបចំរដ្ឋប្រហារទម្លាក់លោកម៉ូសាដេកហើយនាំស្ដេចឆាដែលគ្រប់គ្រងលោកខាងលិចឲ្យឡើងកាន់អំណាចវិញរដ្ឋប្រហារនេះគឺជាឫសគល់នៃការស្អប់ខ្បឿមអាមេរិកដែលនៅជាប់ក្នុងចិត្តអ៊ីរ៉ង់រហូតមកដល់សព្វថ្ងៃភាពតានតឹងបានក្លាយជាការផ្ទុះឡើងនៅឆ្នាំ1979ជាមួយនឹងបដិវត្តន៍អ៊ីស្លាមប្រជាជនអ៊ីរ៉ង់បានផ្ដួលរំលំរបបស្ដេចឆាដែលអាមេរិកគ្រប់គ្រងហើយលោកអាយ៉ាតូឡាខូមេនីបានឡើងកាន់អំណាចប្រកាសអ៊ីរ៉ង់ជាសាធារណរដ្ឋអ៊ីស្លាមភ្លាមនោះអាមេរិកត្រូវបានគេដាក់ឈ្មោះថាជាមេកំណើតនៅខែវិច្ឆិកាឆ្នាំដដែលនិស្សិតអ៊ីរ៉ង់បានវាយលុកចូលស្ថានទូតអាមេរិកនៅទីក្រុងតេអ៊ីរ៉ង់ហើយចាប់មន្ត្រីការទូតអាមេរិក52នាក់ធ្វើជាចំណាប់ខ្មាំងអស់រយៈពេល444ថ្ងៃព្រឹត្តិការណ៍នេះបានធ្វើឲ្យអាមេរិកខឹងសម្បារយ៉ាងខ្លាំងហើយនាំឲ្យមានការកាត់ផ្តាច់ទំនាក់ទំនងការទូតនៅឆ្នាំ1980ដែលរហូតមកដល់សព្វថ្ងៃនេះនៅតែមិនទាន់បានស្ដារឡើងវិញទេនៅឆ្នាំ1980សង្គ្រាមរវាងអ៊ីរ៉ង់និងអ៊ីរ៉ាក់បានផ្ទុះឡើងដែលអូសបន្លាយរហូតដល់8ឆ្នាំក្នុងសង្គ្រាមនេះអាមេរិកបានគាំទ្រអ៊ីរ៉ាក់របស់លោកសាដាមហ៊ូសែនដោយផ្ដល់ព័ត៌មានស៊ើបការណ៍និងជំនួយសេដ្ឋកិច្ចដើម្បីទប់ស្កាត់ឥទ្ធិពលរបស់អ៊ីរ៉ង់នេះជាការបន្ថែមពូជសាប្រៅកន្ហឹងមួយទៀតរវាងប្រទេសទាំងពីរក្រោយព្រឹត្តិការណ៍9ខែកញ្ញាប្រធានាធិបតីអាមេរិកលោក George W. Bush បានដាក់អ៊ីរ៉ង់ក្នុងអាក្រក់ដោយចោទប្រកាន់ថាកំពុងអភិវឌ្ឍអាវុធនុយក្លេអ៊ែរនិងគាំទ្រភេរវកម្មជំលូកលើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់បានក្លាយជាចំណុចកណ្ដាលនៃភាពតានតឹងរហូតមកដល់សព្វថ្ងៃនៅឆ្នាំ2015អ៊ីរ៉ង់បានឈានទៅកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយជាមួយមហាអំណាចពិភពលោកគឺកិច្ចព្រមព្រៀងនុយក្លេអ៊ែរ JCPOA តាមកិច្ចព្រមព្រៀងអ៊ីរ៉ង់យល់ព្រមកំណត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការដកធ្វេសសេដ្ឋកិច្ចទំនាក់ទំនងបានធូរស្រាលឡើងវិញមួយរយៈខ្លីប៉ុន្តែនៅឆ្នាំ2018ប្រធានាធិបតីអាមេរិកលោក Trump បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនេះវិញដោយឯកតាភាពហើយដាក់ធ្វេសសេដ្ឋកិច្ចសម្ពាធអតិបរមាមកលើអ៊ីរ៉ង់វិញនេះជាការបំផ្លាញទំនុកចិត្តទាំងស្រុងហើយធ្វើឲ្យភាពតានតឹងវិលត្រឡប់មកវិញយ៉ាងខ្លាំងភាពតានតឹងវ៉ាន់ជៀនទៅចំណុចកំពូលមួយទៀតនៅឆ្នាំ2020ពេលដែលអាមេរិកបានបាញ់សម្លាប់ឧបសេនីយ៍តូកាសាមសូលេម៉ានីមេបញ្ជាការកងកម្លាំងអ៊ីសរ៉ាល់របស់អ៊ីរ៉ង់នៅទីក្រុងបាក់ដាតអ៊ីរ៉ង់បានឆ្លើយតបដោយការវាយប្រហារតបតទៅលើមូលដ្ឋានទ័ពអាមេរិកនៅតំបន់ធ្វើឲ្យស្ថានភាពជិតក្លាយជាសង្គ្រាមពេញទំហឹងសរុបមកបញ្ហាសំខាន់ដែលធ្វើឲ្យអាមេរិកនិងអ៊ីរ៉ង់ឆ្លោះគ្នារហូតមកដល់សព្វថ្ងៃរួមមានទី1កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់អាមេរិកនិងអ៊ីស្រាអែលជឿថាអ៊ីរ៉ង់ចង់បង្កើតក្របបាបារ៉ាម៉ានូអ៊ីរ៉ង់តែងតែប្រកាសថាកម្មវិធីរបស់វាគឺជាគោលបំណងសន្តិភាពហើយមើលឃើញការបង្កើនឥទ្ធិពលអ៊ូរ៉ាញ៉ូមជាសិទ្ធិរបស់វាទី2កម្មវិធីមីស៊ីល ballistic
អាមេរិកទាមទារឲ្យអ៊ីរ៉ង់បញ្ឈប់ការអភិវឌ្ឍមីស៊ីលដែលអាចវាយប្រហារអ៊ីស្រាអែលនិងមូលដ្ឋានទ័ពអាមេរិកអ៊ីរ៉ង់ចាត់ទុកមីស៊ីលនេះជាផ្នែកមួយសំខាន់នៃសមត្ថភាពការពារខ្លួនទី3ឥទ្ធិពលនៅតំបន់និងក្រុម proxy អាមេរិកចោទថាអ៊ីរ៉ង់គាំទ្រក្រុមសកម្មប្រយុទ្ធក្នុងតំបន់ដូចជា Hezbollah, Hamas និង Houthis ដើម្បីបង្រិចឥទ្ធិពលនិងវាយប្រហារប្រយោជន៍អាមេរិកនិងអ៊ីស្រាអែលទី4ការដាក់ធ្នួយសេដ្ឋកិច្ចអាមេរិកប្រើប្រាស់ធ្នួយសេដ្ឋកិច្ចជាអាវុធដើម្បីដាក់សម្ពាធសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរលើអ៊ីរ៉ង់ដោយសង្ឃឹមថានឹងបង្ខំឲ្យផ្លាស់ប្ដូរឥទ្ធិរិយាបថក្រោយពេលលោក Trump វិលត្រឡប់មកដឹកនាំអាមេរិកនៅឆ្នាំ2025វិញលោកបានបន្តនយោបាយសម្ពាធអតិបរមានិងទាមទារឲ្យអ៊ីរ៉ង់ទទួលយកលក្ខខណ្ឌតឹងរឹងបន្ថែមទៀតរួមទាំងការបោះបង់ការបង្កើនអ៊ូរ៉ាញ៉ូមទាំងស្រុងការចរចានៅទីក្រុង Geneva នៅថ្ងៃទី27 ខែកុម្ភៈឆ្នាំ2026បានបរាជ័យដោយលោក Trump ប្រកាសថាលោកមិនពេញចិត្តអ្នកវិភាគយល់ថាអាមេរិកនិងអ៊ីស្រាអែលអស់សង្ឃឹមលើការចរចាហើយការផ្លាស់ប្ដូររបបដឹកនាំនៅអ៊ីរ៉ង់អាចជាគោលដៅចុងក្រោយនៅថ្ងៃបន្ទាប់មកទៀតទី28 ខែកុម្ភៈអាមេរិកនិងអ៊ីស្រាអែលបានបើកការវាយប្រហារទ្រង់ទ្រាយដែលបណ្ដាលឲ្យមេដឹកនាំកំពូលអ៊ីរ៉ង់លោក Khamenei ត្រូវបានសម្លាប់សរុបមកជម្លោះរវាងអាមេរិកនិងអ៊ីរ៉ង់គឺមិនមែនកើតឡើងមួយថ្ងៃពីរថ្ងៃទេវាជាលទ្ធផលនៃការស្អប់ក្បឿមនិងមិនទុកចាត់ងារដែលកសាងឡើងជាង70ឆ្នាំពីរដ្ឋប្រហារឆ្នាំ1953វិបត្តិចំណាប់ខ្មាំងសង្គ្រាមឆ្គុំពះការដកខ្លួនពីកិច្ចព្រមព្រៀងនុយក្លេអ៊ែររហូតដល់ការវាយប្រហារគ្នាផ្ទាល់នាពេលថ្មីៗតើសង្គ្រាមនេះនឹងបញ្ចប់ដោយរបៀបណាតើអ៊ីរ៉ង់នឹងឆ្លើយតបយ៉ាងណាហើយពិភពលោកនឹងទៅជាយ៉ាងណាប្រាប់ខ្ញុំនៅខាងក្រោមនេះសូមអរគុណសម្រាប់ការទស្សនាហើយកុំភ្លេច Subscribe ដើម្បីតាមដានព័ត៌មានក្តៅៗបន្តទៀត